សួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះមកជួបខ្ញុំបាទប្រូលីមកបង្កើតរបៀបបង្កើត app Saccard ដើម្បីទៅងាយស្រួលក្នុងការឆែកលុយថាលុយយើងអស់ហើយនៅឬក៏យើងភ្ជាប់ប្រព័ន្ធគម្រោងផ្សេងងាយស្រួលហើយមួយវិញទៀតយើងក៏អាចលេខទូរស័ព្ទអ្នកដទៃឬសាច់ញាតិឬក៏បងប្អូនយើងឪពុកម្ដាយរបស់យើងដើម្បីបញ្ចូលលុយឲ្យគាត់ងាយស្រួលក្នុងការបញ្ចូលលុយមិនពិបាកទៅទិញកាតនៅខាងក្រៅពេលមេឃភ្លៀងអីតោះបងប្អូនកុំឲ្យចាំយូរមកទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាជាដំបូងយើងគ្រាន់តែចូលក្នុង app Saccard ហើយយើងជ្រើសយកអក្សរខ្មែរហើយយើងចុចកន្លែងចូលប្រើនឹងមកកន្លែងនេះយើងសម្រាប់ដាក់លេខទូរស័ព្ទណាបងប្អូនយើងវាយលេខទូរស័ព្ទរបស់យើងកំពុងតែប្រើនឹងមកយើងវាយអស់ណាបងប្អូនហើយយើងចុចផ្ញើកូដមកវានឹងចេញជាលេខកូដដើម្បីឲ្យយើងផ្ទៀងផ្ទាត់វាណាតែប៉ុណ្ណឹងជាការស្រេចយើងនឹងទទួលបានគណនីលេខទូរស័ព្ទយើងក្នុង app Saccard បានមួយដើម្បីងាយស្រួលក្នុងការមើលប្រព័ន្ធដែលយើងភ្ជាប់ថាអស់ហើយនៅដូចជារបស់ខ្ញុំអញ្ចឹងនៅសល់តែ 9G.81 នេះហើយមួយវិញទៀតនេះចុចកន្លែង profile ហ្នឹងក៏យើងអាច add លេខសង្សារយើងឬក៏បងប្អូនយើងដើម្បីយើងគ្រប់គ្រងលេខទូរស័ព្ទរបស់ពួកគាត់ក៏ដូចជាអាចបញ្ចូលលុយទៅឲ្យពួកគាត់តាមរយៈ app ហ្នឹងក៏បានដូចគ្នាដោយគ្រាន់តែយើងចុចកន្លែងសញ្ញាបូកហ្នឹងបន្ទាប់មកយើងឃើញកន្លែងដាក់លេខទូរស័ព្ទហើយយើងក៏ add ចូលដូចសារមុនអញ្ចឹងបងប្អូនហើយយើងអាចគ្រប់គ្រងគណនីទៅបានដូចគ្នាជាចុងក្រោយក៏អរគុណដល់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមបងប្អូនកុំភ្លេចចុចសញ្ញាជាវហើយនឹងរូបកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗដែលខ្ញុំធ្វើបទបង្ហាញទៅលើវីដេអូហើយនឹង channel របស់ខ្ញុំផ្ទាល់បាន